ពេលមានសេចក្តីសុខក៏កុំទៅនិយាយជជែកបង្អួតគេឯងពេលមានសេចក្តីទុក្ខក៏កុំទៅរអ៊ូប្រាប់គេហើយបើជោគជ័យក៏កុំទៅផុសក្នុងបណ្ដាញសង្គម social media ព្រោះបណ្ដាញសង្គមមិនមែនជាកន្លែងរក្សាសុវត្ថិភាពឲ្យដល់អ្នកបានឡើយទោះបីជានៅក្នុងសង្គមសម័យបច្ចុប្បន្ននេះគេបានបង្រៀនឲ្យយើងចេះហ៊ានក្នុងការសម្ដែងចេញប៉ុន្តែក៏គ្មាននរណាម្នាក់មកប្រាប់ដោយជាការ share ចែករំលែកសេចក្តីសុខកាន់តែ share គឺកាន់តែទាញយកនៅភាពច្រណែនឈ្នានីសចូលមកកាន់តែច្រើនដោយមិនដឹងខ្លួនរីឯផុសនៅសេចក្តីទុក្ខមិនមែនមនុស្សគ្រប់គ្នាអាចយល់បាននៅរឿងផ្ទាល់ខ្លួនរបស់អ្នកឡើយមនុស្សខ្លះគឺចាំតែជន់បន្លិចបន្ថែមប៉ុណ្ណោះចំណែកឯ share ភាពជោគជ័យក៏អាចคล้ายទៅជាគោលដៅចោមរោមវាយប្រហារចេញអំពីក្រុមមនុស្សដែលមិនដែលចេះផ្ដល់កម្លាំងចិត្តឲ្យដល់គេអ្នកដទៃដូច្នេះហើយចូលចេះជ្រើសរើសក្នុងការនិយាយប្រាប់បរិយាយរឿងផ្ទាល់ខ្លួននោះទើបជីវិតមានសុវត្ថិភាពសម្រាប់មនុស្សដែលល្អជាមួយអ្នកដ៏ពិតប្រាកដគេតែងតែជួយត្រេកអរចំពោះអ្នកគ្រប់ពេលសូម្បីតែអ្នកមិនដែលផុសក្នុងបណ្ដាញសង្គមអ្វីសោះហើយអ្នកដែលយល់អំពីសេចក្តីទុក្ខរបស់អ្នកនឹងចាំស្ដាប់ដោយមិនយកទៅនិយាយបន្តឡើយហើយបុគ្គលដែលនៅជាមួយអ្នកក្នុងពេលដែលអ្នកពិបាកបរាជ័យគ្មានអ្វីសោះនោះគេនឹងមានមោទនភាពក្នុងថ្ងៃដែលអ្នកទទួលបាននូវភាពជោគជ័យ